នៅពេលដែលយើងចង់បោះឲ្យក៏ដោយត្រូវតែមាន model ហ្នឹងត្រូវតែមានសមត្ថកម្មត្រូវតែមានទហិកត្រូវតែមានទស្សនវិជ្ជាគ្រប់គ្រងត្រូវតែមានបន្ទាត់មួយបានវាស់បោះចេញជាលទ្ធផលឲ្យបានតេស្តបានដាក់នៅក្នុង scholar ហើយអស់ហើយវាជា conceptual model framework នៅពេលដែលយើងចង់បោះឲ្យក៏ដោយត្រូវតែមាន model ហ្នឹងត្រូវតែមានសមត្ថកម្មត្រូវតែមានទហិកត្រូវតែមានទស្សនវិជ្ជាគ្រប់គ្រងត្រូវតែមានបន្ទាត់មួយបានវាស់បោះចេញជាលទ្ធផលឲ្យបានតេស្តបានដាក់នៅក្នុង scholar ហើយអស់ហើយបានគេអាចយកមកប្រើបានអត់អាចឲ្យទស្សនវិជ្ជាលំៗចេញទៅប្រត់ទេអត់ទេអញ្ចឹងបើសិនជាយើងងាកមើល2025យើងដាក់សំណួរសួរខ្លួនយើងបន្តិចរៀងខ្លួនណាថាតើខ្ញុំជួបរឿងអីអ្វីដែលជាបញ្ហារបស់យើងហើយជួប expert អត់ដែលថាចំណុចដែលយើងជួបហ្នឹងជាការជួបធ្វើឲ្យឧបសគ្គក្រុមហ៊ុនរបស់យើងឬក៏យើងច្រឡំអ្នកខ្លះសុកច្រឡំខ្លួនឯងហ្មងច្រឡំថាខ្ញុំមានបញ្ហាដោយសារគាត់រវល់អនុវត្តគាត់ច្រឡំអញ្ចឹងកន្លែងនេះទាមទារយកផែនការគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនឯងមកមើលអញ្ចឹងយើងចូលទៅអាស្លាយទី2ទៀតអញ្ចឹងខ្ញុំឲ្យចូលមើលកន្លែងនេះសិនដើម្បីឲ្យងាយយល់អញ្ចឹងគេតែអូសអាផែនការគោលនយោបាយសេដ្ឋកិច្ចថាវាមានភាព error កន្លែងណា model នោះធ្លាយចេញកន្លែងហ្នឹងអញ្ចឹងយើងអាចមកជួបឯកឧត្តមប្រធានជួបក្រុមហ៊ុនដែលកដាលនៅស្រុកគេមានក្រុមហ៊ុនកដាលព្រោះក្រុមហ៊ុនរលុយគឺតែរោហ្នឹងដល់រោអញ្ចឹងត្រូវមានក្រុមហ៊ុនមួយទៀតដេញតាមក្រោយដើម្បីគណនាក្រុមហ៊ុនចាប់ដើមចូលពន្ធមធ្យមហើយនិងពន្ធធំទៅគឺគេមានក្រុមហ៊ុនកដាលទាំងអស់ហើយបើសិនជាការស្រ័យធើសម្រាប់ពួក player វិញគឺគេមានគ្រូពេទ្យជំនួយផ្លូវចិត្តបើអត់ទេគឺគេឲ្យច្បាប់ទេអត់ឲ្យ license ទេបាទអត់ឲ្យ license ព្រោះគេការពារសហគ្រិនរបស់គេចុះអូខេចឹងកន្លែងនេះបងអាចកែសួរគ្នាយើងតិចទៅ2025ជួបរឿងអីខ្លះខ្លួនឯងណាហើយប្រើ model អីបើអត់ដឹងថាជួបអីទេឬក៏ជួបច្រើនហើយយើងដាក់សំណួរសួរទី2យក model អីទៅដោះហើយអ្នកណាដោះឲ្យហើយបើថាខ្ញុំដោះខ្លួនខ្ញុំជឿទេអត់ជោគជ័យតែហ្មងបើយើងរវល់តែងាកមកដោះហើយទៅធ្វើខ្ញុំថាយើងសងលុយនិយាយពីអត់តាន់ហ្មងមានន័យយើងរវល់ទៅរកលុយផងហើយយើងរវល់មកស្រាវជ្រាវផងទៅអត់រួច100%ទៅមិនរួចតែហ្មងដោយសារយើងកំពុងតែច្បាំងហើយយើងទៅហាត់វិជាគោលនេះទៅមិនរួចអញ្ចឹងកន្លែងនេះគឺជា key point ចុងក្រោយបំផុតដែល slide ហ្នឹងខ្ញុំបញ្យល់អាហ្នឹងដើម្បីយើងស្រួលមើលបានយើងទៅបកអាដៅមកវិញទៅរក delta ទៅរកទិន្នន័យទៅរកអីមកអានេះគឺជា model ហើយអញ្ចឹង business នីមួយៗទៅស្វែងរក model របស់ខ្លួនឯងអញ្ចឹង model វាមានដូចគ្នានេះដើម្បីឲ្យក្រុមហ៊ុនវាខ្លាំងហ្មងក្រុមហ៊ុនមួយហ្នឹងខ្ញុំថាយក model មួយហ្នឹងថាយក model តាមអានេះគេហៅថា model តាមបើសិនជាអ្នកសិក្សា research methodology គេដឹងថា model គេហៅ model តាមអញ្ចឹង model តាមហ្នឹងគឺវាអត់មានអីបាទេយក DV អានេះ dependent variable យកមកដាក់មកហើយគេទៅរក structure ទៅរក system ទៅរក style ដឹកទៅរកបុគ្គលិកទៅរក skill ហើយទៅរកយុទ្ធសាស្ត្រគេចង់ឲ្យក្រុមហ៊ុនគេខ្លាំងហើយគេ apply មក digital ដូចបងប្រធានមិញហ្នឹងគាត់ apply មក AI at the moment you presentation about the strategy applied to AI but about this model I apply just only the digital because what is the I research my PhD but I think that nowadays we should apply one more digital to AI and then after to this one to make the business performance as like that អញ្ចឹងកន្លែងនេះគឺគេដើម្បីឲ្យក្រុមហ៊ុនគេខ្លាំងគេស្រាវជ្រាវប៉ុណ្ណឹងហើយគេទៅរកអានេះដែលមានតំណែងជាមួយអានេះតំណែងមកនេះចឹង digital បូក strategy digital បូក skill បូក content digital ទាំងអស់ក៏ប៉ុន្តែអាកន្លែងនេះដែលលំបាកខ្លាំងហ្មងលំបាកអានេះគេហៅថា hypothesis លំបាកខ្លាំងអញ្ចឹងកន្លែងនេះគឺគេទៅរកវាងរង្វាស់ពាក់ព័ន្ធហើយគេយកទៅគណនាគេយកទៅធ្វើស្ថិតិគេយកទៅតួលេខគេយកទៅរកអ្នកឆ្លើយសំណួរគេថា responder បើសិន PhD គេយក380នាក់ឡើងលើហើយគេយកមកគណនានៅក្នុង PhD ហើយគេយកទៅ apply នៅក្រុមហ៊ុនណាគឺទៅមើលក្រុមហ៊ុនណាចំណេញលុយនៅជោគជ័យនៅ positive នៅបានគេចាប់ផ្ដើមយកទស្សនៈមួយហ្នឹងជាទស្សនៈពិតប្រាកដហើយទស្សនៈហ្នឹងគឺបានចេញពីការអនុវត្តគេអាចឲ្យកំណត់គ្នាប្រយនិយាយរួម